KTN Insight សូមជូនវិចារណកថាប្រចាំសប្តាហ៍ភាពប្រេះស្រាំនៃសាមគ្គីភាពក្នុងដំណើរវិវត្តនៃប្រវត្តិសាស្ត្រមនុស្សជាតិសាមគ្គីភាពត្រូវបានគេស្គាល់ថាជាខែលសម្រាប់ការពារនិងជាកម្លាំងសម្រាប់ស្ថាបនាប៉ុន្តែជាញឹកញាប់យើងតែងសង្កេតឃើញថាខែលដ៏រឹងមាំនេះត្រូវបានប្រេះស្រាំហើយកម្លាំងដ៏មហិមានេះត្រូវខ្ចាត់ខ្ចាយការបែកបាក់សាមគ្គីភាពមិនមែនជារឿងចៃដន្យដែលកើតឡើងតាមព្រំលិខិតទេប៉ុន្តែគឺជាផលវិបាកដែលកើតចេញពីសកម្មភាពនិងការគិតដ៏ច្របូកច្របល់របស់មនុស្សក្នុងសង្គមហេតុទី1ការរីករាលដាលនៃមេរោគអញនិយមបុព្វហេតុដំបូងបង្អស់ដែលនាំឲ្យសាមគ្គីភាពរលាយបាត់គឺការដាក់ផលប្រយោជន៍ឯកតជនឲ្យខ្ពស់ជាងផលប្រយោជន៍សមូហភាពនៅពេលដែលបុគ្គលម្នាក់ៗក្នុងសង្គមចាប់ផ្ដើមគិតតែពីការស្រវាយយកជាងការលះបង់ដើម្បីរួមរស់នោះសាមគ្គីភាពនឹងក្លាយជាគ្រាន់តែជាពាក្យស្លោកដ៏ទទេស្អាតផលដែលកើតចេញពីហេតុនេះគឺភាពមិនទុកចិត្តគ្នានៅពេលដែលមនុស្សឈប់ទុកចិត្តគ្នាពួកគេនឹងចាប់ផ្ដើមសង់របងការពារខ្លួនរៀងៗខ្លួនដែលនាំឲ្យកម្លាំងសរុបនៃសង្គមត្រូវចុះខ្សោយនិងងាយត្រូវបានគេបំបាក់ហេតុទី2ភាពអយុត្តិធម៌និងការរើសអើងសាមគ្គីភាពត្រូវការយុត្តិធម៌ជាគ្រឿងជួរសម្រាប់ផ្សារភ្ជាប់ប្រសិនបើក្នុងក្រុមមួយឬសង្គមមួយមានការបែងចែកផលលាភមិនស្មើភាពឬមានការប្រើប្រាស់បពុនិយមដែលមើលរំលងសមត្ថភាពពិតវានឹងបង្កើតឲ្យមានភាពអអន់ចិត្តផលដែលកើតចេញពីភាពអយុត្តិធម៌គឺជាការបែកបាក់ចិត្តសាស្ត្រមនុស្សដែលរងគ្រោះពីការរើសអើងនឹងលែងមានអារម្មណ៍ថាខ្លួនជាចំណែកនៃសង្គមហើយពួកគេអាចនឹងក្លាយជាកម្លាំងប្រឆាំងឬការដកខ្លួនចេញពីកិច្ចសហការដែលធ្វើឲ្យខ្សែចងនៃសាមគ្គីភាពត្រូវដាច់រហែកហេតុទី3អវិជ្ជានិងការងាយជឿតាមការញុះញង់ចំណេះដឹងគឺជាពន្លឺប៉ុន្តែអវិជ្ជាជាភាពងងឹតដែលផ្ដល់ឱកាសឲ្យការលាបពណ៌និងការបំបែកបំបាក់រីកដុះដាលបុគ្គលដែលខ្វះការត្រិះរិះពិចារណាតែងតែធ្លាក់ក្នុងអន្ទាក់នៃពាក្យញុះញង់ពីមជ្ឈដ្ឋានខាងក្រៅដែលចង់ឲ្យសង្គមមួយបែកបាក់ដើម្បីងាយស្រួលគ្រប់គ្រងផលដែលកើតឡើងគឺការមើលឃើញគ្នាជាសត្រូវមនុស្សចាប់ផ្ដើមប្រើកំហឹងដឹកមុខបញ្ញាហើយបោះបង់ចោលនូវវប្បធម៌សន្តានាដែលជាឧបករណ៍តែមួយគត់សម្រាប់ដោះស្រាយជម្លោះហេតុទី4ការបាត់បង់គោលដៅរួមសាមគ្គីភាពប្រៀបដូចជាទូកមួយដែលត្រូវការអ្នកអុំទៅទិសដៅតែមួយប្រសិនបើអ្នកអុំម្នាក់មានមហិច្ឆតាផ្សេងគ្នាឬគ្មានឯកភាពលើចក្ខុវិស័យរួមនោះទូកនឹងវិលវល់នៅកណ្ដាលទឹកផលដែលកើតឡើងគឺភាពត្រឹងនៃវឌ្ឍនភាពសង្គមដែលបែកបាក់គោលដៅនិងចំណាយពេលវេលាភាគច្រើនដើម្បីឆ្លោះគ្នាជាងការច្នៃប្រឌិតនិងការកសាងជាតិតាមរយៈការវិភាគលើហេតុនិងផលយើងឃើញថាការបែកបាក់សាមគ្គីភាពមិនមែនជាជំងឺដែលគ្មានថ្នាំព្យាបាលទេប៉ុន្តែវាទាមទារឲ្យមានការវះកាត់ចេញនៅចិត្តអាត្មានិយមនិងការបណ្ដុះនៅសច្ចភាពក្នុងមនសិការសាមគ្គីភាពនឹងរឹងមាំទៅបានលុះត្រាតែមានមនុស្សគ្រប់រូបយល់ថាខ្លួនឯងជាចំណែកនៃជាតិហើយជាតិគឺជាជំរកតែមួយគត់របស់ខ្លួនប្រសិនបើយើងមិនព្រមធ្វើវាជាសោដើម្បីចាក់សោបើកទ្វារសាមគ្គីភាពទេយើងនឹងក្លាយទៅជាពូថៅដែលបំផ្លាញផ្ទះរបស់ខ្លួនឯងដោយមិនដឹងខ្លួនភាពរីកចម្រើនពិតប្រាកដមិនមែនកើតចេញពីការឈ្នះលើអ្នកដទៃក្នុងក្រុមតែមួយទេប៉ុន្តែគឺជាការឈ្នះលើឧបសគ្គរួមដោយឈរលើស្មារតីរួបរวมតែមួយវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today ដើម្បីបានសន្តិភាពដាច់ខាតត្រូវមានអាវុធក្នុងដៃការវិវត្តនៃសង្គ្រាមឈ្លានពាននេះទោះបីជាថៃប្រើលេសបែបណាចង់រុញកម្ពុជាទៅជាបែបណាតែមានសញ្ញាខ្លះដែលថៃខ្លួនឯងជាអ្នកភ័យព្រោះទីហ៊ានចូលមកលួចដីលួចរបស់របរលើដីកម្ពុជាខុសច្បាប់ស្របពេលដែលពិភពលោកដាក់ភ្នែកមកខណៈរឿងទី1របស់កម្ពុជាគឺការរក្សាបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពនិងទាញការឈ្លានពាននេះទៅផ្លូវច្បាប់និងរក្សាស្មារតីមិនឲ្យជាប់ក្នុងអន្ទាក់នយោបាយផ្ទៃក្នុងរបស់ថៃទី1ហេតុផលនៃការលើកកិច្ចប្រជុំ JBC ថៃប្រាប់ថាថៃសុំពេលរៀបចំផ្ទៃក្នុងរបស់ខ្លួនសិនដែលនេះគឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើយតែជាផលជះមួយនៃការអូសស្ថានភាពទោះថៃចង់ដូរនរណាទៅជានរណាក៏ដោយអ្នកនោះគឺនៅតែជាថៃដែលចិញ្ចឹមចិត្តឈ្លានពានកម្ពុជាដដែលប៉ុន្មានថ្ងៃនេះមានក្រុមអ្នកនយោបាយនៃគណៈបកប្រឆាំងថៃខ្លះប្រើទឹកដីកម្ពុជាជាទំនិញដោះដូរនឹងសัญลักษณ์ឆ្នោតថៃដោយពួកគេឃោសនាថាប្រសិនជាខ្លួនឈ្នះខ្លួននឹងទិញគ្រាប់បែកមកបន្ថែមឬប្រសិនជាគេឈ្នះគេនឹងសង់របងបេតុងជាមួយកម្ពុជាជាដើមដែលនេះបានសេចក្តីថាកម្ពុជាជាកន្លែងដែលគេតែងតែទាញផលប្រយោជន៍ទោះខ្លួនមិនទាន់ស្ថិតនៅក្នុងតំណែងក៏ដោយតាមអ្នកវិភាគថៃបានកត់សម្គាល់ថាគណៈបកប្រជាជនដឹកនាំដោយលោកណតភងរឿងបញ្ញវុត្រដែលជាគណៈបកចំនួនថ្មីអាចនឹងវ៉ាក្នុងការបោះឆ្នោតខាងមុខត្បិតគណៈបករបស់លោកអនុទិនអាចនៅបាតតារាងតែទោះជាយ៉ាងណាយើងមិនត្រូវរវល់នឹងរឿងដែលមិនត្រូវរវល់
តែយើងអាចដឹងអំពីសមាជភាពរបស់សត្រូវកម្ពុជារុញលបឿនការទូតទី1ជំរុញកិច្ចប្រជុំ JBC ឲ្យលឿនដើម្បីបោះបង្គោលព្រំដែនទី2មិនទទួលស្គាល់បន្ទាត់ព្រំដែនណាដែលថៃឈ្លានពានទី3កំណត់ត្រា AOT ទោះមិនប្រើពេលនេះតែមានប្រយោជន៍លើឯកសារច្បាប់និងជាផ្នែកមួយនៃសាកសីទី4បន្តការងារជាមួយអ្នកកាសែតអន្តរជាតិនិងអ្នកកាសែតជាតិដើម្បីផ្សាយពីផលប៉ះពាល់នៃទង្វើឈ្លានពានពិសេសគឺលួចដីស្រស់ៗទី5រុញកិច្ចការនេះមិនឲ្យស្ងាត់ជាមួយអង្គទូតអន្តរជាតិដើម្បីទាញសម្លេងគាំទ្រលើបាត់ឈប់បាញ់និងការដោះស្រាយដោយផ្លូវច្បាប់ក្នុងជំហានទាំងនេះមើលទៅមិនបានផលភ្លាមតែផ្អែកលើរឿងកន្លងទៅគឺនឹងបានផលណាមួយពិសេសគឺរក្សាអាយុជីវិតប្រជាជនស្លូតត្រង់និងរៀបចំជនភៀសសឹកឲ្យបានត្រឡប់ទៅផ្ទះសម្បែងវិញក្នុងសង្គ្រាមរឿងដែលត្រូវយកចិត្តទុកដាក់គឺប្រជាជនហើយបើយើងសាមគ្គីគ្នាប្រវត្តិសាស្ត្រជាច្រើនបង្ហាញថាប្រជាជននឹងជួរមុខអាចកាន់អាវុធការពារផ្ទះសម្បែងទី3សង្គ្រាមមិនចំណេញទេតែដើម្បីបានសន្តិភាពប្រកបណាស់ត្រូវតែមានអាវុធនៅនឹងដៃអាវុធទី1គឺស្មារតីនិងសាមគ្គីភាពអាវុធទី2គឺបញ្ញាញាណអាវុធទី3ជាអាវុធពិតប្រាកដនឹងដៃតទល់នឹងកម្លាំងឈ្លានពានទី4ការទូតនឹងព័ត៌មានហើយត្រូវមានជាច្រើនទៀតតែមានរឿងមួយដែលត្រូវគិតបញ្ហាមិនទាន់ចាប់គុំទាន់អាលសន្និដ្ឋានខ្លះខុសបណ្ដាលឲ្យខុសនិងមានជំនឿខុសហើយបាក់ស្មារតីក្នុងស្មារតីស្នេហាជាតិស្រឡាញ់ជាតិគ្មាននរណាហាម5ទេហើយត្រូវស្រឡាញ់ឲ្យត្រូវផ្លូវកម្ពុជាមិនមែនជាចំណីសម្រាប់នរណាទេប៉ុន្តែជាមេរៀនដែលមិនអាចលេបបានក្នុងល្បែងភូមិសាស្ត្រនយោបាយដែលមិនចេះចាប់មិនចេះហើយប្រវត្តិសាស្ត្របានបង្រៀនកម្ពុជានៅមេរៀនដ៏គ្រោះថ្នាក់បំផុតមួយគឺភាពទន់ខ្សោយគឺជាការអញ្ជើញសត្រូវឲ្យមកជន់ឈ្លីរួមដៃគ្នាកម្ពុជានឹងខ្លាំងសាមគ្គីជាកូនសោវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today ពង្រឹងផ្ទៃក្នុងឲ្យរឹងមាំដើម្បីរាប់អានអ្នកខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះទស្សនវិជ្ជានយោបាយពីភាគីថៃយើងឃើញមានការព្យាយាមបងប៉ងព័ត៌មានជុំវិញរឿងអាមេរិកផ្ដាល់ជំនួយហិរញ្ញវត្ថុដើម្បីស្ដារបន្ទាត់ព្រំដែនបន្ទាប់ពីមានសកម្មភាពឈ្លានពានមកលើកម្ពុជាសំឡេងឃោសនានេះហាក់ដូចជាការរៀបចំឆាកល្ខោននយោបាយពីសំណាក់រដ្ឋបាលលោកអនុទិនដើម្បីដណ្ដើមយកចំណេញផ្នែកចិត្តសាស្ត្រថាខ្លួនមានឥទ្ធិពលការទូតខ្ពស់ជាងកម្ពុជាប៉ុន្តែតាមរយៈល្បឿនការទូតសេដ្ឋកិច្ចរបស់កម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលកំពុងពន្លឿនកិច្ចការចរចាពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការជាក់ស្ដែងដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិចំពោះមុខការចរចាសេដ្ឋកិច្ចគឺជាអាវុធចោមមិត្តមួយដែរក្នុងសមរភូមិជាក់ស្ដែងយោធាថៃកំពុងប្រើប្រាស់កម្លាំងរំលោភបំពានចូលមកក្នុងដីខ្មែរកាន់កាប់ភូមិករនិងផ្ទះសម្បែងប្រជាពលរដ្ឋការបន្តតាមដាននិងប្រមូលភស្តុតាងរបស់ក្រុមការងារកម្ពុជា AOT គឺជាកិច្ចការដ៏សំខាន់បំផុតការប្រមូលភស្តុតាងនៅពេលនេះប្រហែលជាមើលទៅមិនទាន់ឃើញផលភ្លាមប៉ុន្តែវាគឺជាគ្រាប់យុទ្ធភ័ណ្ឌការទូតសម្រាប់ថ្ងៃក្រោយភស្តុតាងនៃការខូចខាតជាក់ស្ដែងជាមធ្យោបាយសង្កត់ភាគីម្ខាងទៀតឲ្យទាល់ច្រកនិងជាការទាញសេចក្តីទុកចិត្តពីសហគមន៍អន្តរជាតិដើម្បីបញ្ជាក់ថាយោធាថៃជាអ្នកឈ្លានពានហើយក្រសួងការបរទេសថៃគ្មានអ្វីត្រូវប្រកែកតើកម្ពុជាត្រូវពឹងនរណាឬត្រូវពឹងខ្លួនឯងព័ត៌មានចុងក្រោយមុននេះក្រសួងការបរទេសថៃបានថ្លែងថាខ្លួនកំពុងរៀបចំគណៈកម្មការចម្រុះកិច្ចការព្រំដែន JBC ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំដែនជាមួយកម្ពុជាដោយបញ្ជាក់ជាថ្មីនៃការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហានេះតាមរយៈយន្តការទ្វេភាគីនិងការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងឈប់បាញ់នាពេលថ្មីនេះបើតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer នាព្រឹកថ្ងៃទី12ខែមករាឆ្នាំ2026ហើយអាមេរិកក៏ចេញសារចំហមួយថាខ្លួនត្រៀមខ្លួនជានិច្ចប្រសិនបើភាគីកម្ពុជានិងភាគីថៃត្រូវការចំពោះមតិដែលលើកឡើងថាកុំពឹងអ្នកដទៃព្រោះតែយើងខ្លាំងទៅគេជួយឬពិភពលោកធ្វើអ្វីៗដើម្បីតែផលប្រយោជន៍ជាតិគេគឺជាតថភាពដ៏ត្រឹមត្រូវដែលច្បាប់ព្រៃកំពុងវិលត្រឡប់មកវិញប៉ុន្តែយើងក៏ត្រូវយល់យន្តការនៃអំណាចដែរភាពប្រតិក្រឡានៃអំណាចគឺតែងតែត្រូវការសម្ព័ន្ធមិត្តក្នុងស្ថានភាពដែលសន្តិភាពពិភពលោកមានភាពរង្គោះរង្គើប្រទេសតូចរឹតតែមានគ្រោះថ្នាក់ដូច្នេះយុទ្ធសាស្ត្រចំពោះមុខគឺពង្រឹងផ្ទៃក្នុងឲ្យរឹងមាំដើម្បីរាប់អានអ្នកខ្លាំងនិងរក្សាស្មារតីបើគេមិនជួយក៏មិនត្រូវបង្កើតសត្រូវបន្ថែមនិងរក្សាតុល្យភាពមហាអំណាចបោះផ្ទះឲ្យស្អាតហើយសង់របងឲ្យរឹងមាំក្នុងសង្គ្រាមជនភៀសសឹកគឺជារឿង
សំខាន់ក្នុងគោលបំណងស្ដារជីវភាពប្រជាពលរដ្ឋឲ្យវិលទៅរកភាពប្រក្រតីវិញកម្ពុជាបានកំពុងផ្ដោតលើអាទិភាពចំនួន3គឺការស្ដារកសិកម្មការសម្របសម្រួលបំណុលនិងការស្ដារហេដ្ឋារចនាសម្ព័ន្ធហើយយើងសង្ឃឹមថាបងប្អូនបានត្រឡប់ទៅផ្ទះសម្បែងវិញលើអ្នកនាងជាទីរាប់អានយើងទប់ទល់នឹងការឈ្លានពាននេះគឺមិនមែនជារឿងងាយស្រួលពេកឡើយហើយក៏មិនមែនជាពេលដែលយើងប្រឹងបង្ហាញថានរណាខ្លាំងពូកែជាងនរណាដែរដោយរឿងចំពោះមុខគឺរក្សាស្មារតីនិងសម្លេងតែមួយយើងមិនត្រឹមតែការពារទឹកដីដោយអាវុធនិងភស្តុតាងប៉ុណ្ណោះទេប៉ុន្តែយើងការពារជាតិដោយការរក្សាស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋនិងការប្រើប្រាស់ខួរក្បាលលើសមរភូមិការទូតនិងរៀបចំខ្លួនក្នុងរយៈពេលដ៏យូរអង្វែងនៅពេលយើងអស់សង្ឃឹមបំផុតគឺជាពេលដែលពន្លឺនៃផ្លូវថ្មីលេចឡើងភាពឈឺចាប់ពីការរំលោភបំពានគឺជាភ្លើងដែលដុតរំលាយភាពទន់ជ្រាយហើយបង្រួបបង្រួមជាតិឲ្យคล้ายជាដៃថែបសាមគ្គីជាកូនសោវិចារណកថាដោយលោកឡាំឡាយចំបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today អន្តៈព័ត៌មានអាវុធលាក់មុខក្នុងពិភព Digital នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាព័ត៌មានមានការរីកចម្រើនដូចសពថ្ងៃព័ត៌មានបានក្លាយជាអាហារផ្លូវចិត្តដែលមនុស្សគ្រប់រូបទទួលទានជារៀងរាល់ថ្ងៃតាមរយៈ Smartphone និងបណ្ដាញសង្គមប៉ុន្តែនៅពីក្រោយភាពងាយស្រួលនិងភាពសម្បូរបែបនេះវាបានបង្កប់នូវគ្រោះថ្នាក់មួយដែលយើងហៅថាអន្តៈព័ត៌មានអន្តៈនេះមិនត្រឹមតែបំភាន់ការយល់ដឹងរបស់យើងប៉ុណ្ណោះទេប៉ុន្តែវាកំពុងតែផ្លាស់ប្ដូររបៀបដែលយើងគិតនិងសម្រេចចិត្តនៅក្នុងសង្គមតើអ្វីទៅជាអន្តៈព័ត៌មាននិយាយឲ្យងាយយល់វាគឺជាបណ្ដុំនៃព័ត៌មានคล้ายៗព័ត៌មានបំប៉ោងបំផ្លើសនិងយុទ្ធសាស្ត្រតាក់ទាញការចាប់អារម្មណ៍ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងទាញយកផលប្រយោជន៍អ្វីមួយផលប្រយោជន៍ទាំងនោះអាចជាកម្រៃពីការចូលមើលការបំភាន់មតិសាធារណៈដើម្បីគោលបំណងនយោបាយនិងការបង្កភាពវឹកវរនៅក្នុងសង្គមយន្តការដ៏គ្រោះថ្នាក់បំផុតនៃអន្តៈនេះគឺក្បួនដោះស្រាយនៃបណ្ដាញសង្គមវាមានតួនាទីផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកចូលចិត្តមើលរហូតធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងបន្ទប់អេកូនៅក្នុងបន្ទប់នេះអ្នកនឹងឮតែសំឡេងដែលស្របនឹងគំនិតខ្លួនឯងឃើញតែព័ត៌មានដែលគាំទ្រជំនឿរបស់ខ្លួនឯងរហូតធ្វើឲ្យនៅក្នុងបន្ទប់នេះអ្នកនឹងឮតែសំឡេងដែលស្របនឹងគំនិតខ្លួនឯងឃើញតែព័ត៌មានដែលគាំទ្រជំនឿរបស់ខ្លួនឯងរហូតធ្វើឲ្យយើងលែងចង់ទទួលយកការពិតផ្សេងទៀតដែលខុសពីអ្វីដែលយើងដឹងនេះគឺជាអន្តៈដែលធ្វើឲ្យសង្គមបែងចែកជាបកពួកនិងកាត់បន្ថយការយោគយល់គ្នារវាងមនុស្សនិងមនុស្សផលវិបាកនៃអន្តៈព័ត៌មានសភាពធ្ងន់ធ្ងរណាស់វាមិនត្រឹមតែធ្វើឲ្យយើងសម្រេចចិត្តខុសក្នុងជីវិតប្រចាំថ្ងៃដូចជាការទិញផលិតផលគ្មានគុណភាពការប្រើប្រាស់ថ្នាំសង្កូវខុសបច្ចេកទេសតាមការញុះញង់តាមអនឡាញប៉ុណ្ណោះទេប៉ុន្តែវាអាចបំផ្លាញជំនឿទុកចិត្តលើស្ថាប័នរដ្ឋវិស័យអប់រំនិងប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈផងដែរនៅពេលដែលការពិតត្រូវបានជំនួសដោយភាពភ័យខ្លាចនិងការស្អប់ខ្ពើមដែលបង្កើតឡើងដោយព័ត៌មានคล้ายៗសន្តិសុខផ្លូវចិត្តរបស់សង្គមនឹងត្រូវរង្គោះរង្គើដើម្បីកិច្ចចេញពីអន្តៈទាំងនេះវិចារណញ្ញាណនិងចំណេះដឹងផ្នែក Digital គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតយើងត្រូវរៀនចេះត្រួតពិនិត្យប្រភពព័ត៌មានឲ្យបានច្បាស់លាស់មុននឹងជឿឬចែករំលែកបន្តការអានតែចំណងជើងដែលតាក់ទាញមិនទាន់គ្រប់គ្រាន់ទេយើងត្រូវពិនិត្យមើលខ្លឹមសារទាំងមូលកាលបរិច្ឆេទនិងប្រភពដើមនៃព័ត៌មាននោះសំខាន់ជាងនេះទៅទៀតយើងគួររៀនបើកចិត្តឲ្យទូលាយដើម្បីទទួលយកព័ត៌មានពីគ្រប់ជ្រុងជ្រោយដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់នៃភាពលំអៀងរបស់ខ្លួនឯងជារួមព័ត៌មានគឺជាអំណាចប៉ុន្តែព័ត៌មានដែលគ្មានការត្រងគឺជាអន្ទាក់ក្នុងនាមជាអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងយុគសម័យថ្មីយើងម្នាក់ៗមានកាតព្វកិច្ចធ្វើជាអ្នកយាមទ្វារសម្រាប់ចិត្តគំនិតខ្លួនឯងការចេះស៊ើបអង្កេតការចេះរង់ចាំនិងការចេះវិភាគមិនត្រឹមតែជួយឲ្យយើងរួចផុតពីអន្ទាក់ព័ត៌មានប៉ុណ្ណោះទេប៉ុន្តែវាក៏ចូលរួមចំណែកដល់ការកសាងសង្គមមួយដែលពោរពេញដោយសីលធម៌សេចក្តីថ្លៃថ្នូរផងដែរវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today